ពិសេសទៅនៅផ្ទះមានចេកទុំក៏ដំណើរពេលហ្នឹងស្លឹកចេកស្រាប់ម៉ាក់ខ្ញុំក៏នឹកឃើញយកមកធ្វើអន្សមអាំងញ៉ាំជាដំបូងម៉ាក់ខ្ញុំចាក់ខ្ទិះដូងចុះក្នុងខ្ទះរួចហើយដាក់អំបិលហើយនិងស្ករសចូលកូរវាឲ្យសព្វទៅមកអញ្ចឹងណាអំពូមីងកូរវាឲ្យសព្វហើយដាក់ជាមួយនឹងអង្ករដំណើបចូលម៉ាក់ខ្ញុំឈុំវាមកផ្លែតឆាទៅមកហើយដាក់សាច់ដូងដែលកោសរួចហ្នឹងចូលតែម្ដងអំពូមីងបន្ទាប់ពីដាក់សាច់ដូងហើយម៉ាក់ខ្ញុំកូរវាឲ្យរីងទឹកអស់ឲ្យស្ងួតចឹងណាអំពូមីងនេះរួចហើយយកវាមកប៉ាតវានៅលើស្លឹកចេកឲ្យស្ដើងល្អហើយយកចេកមកដាក់ពីលើរួចហើយរុំខ្ចប់វាឲ្យជិតចឹងណាអំពូមីងនេះអំពូមីងខ្ចប់ចេករុំមួយអង្គហើយធ្វើការវិចស្លឹកចេកនឹងជុំវិញអង្គហើយនឹងចេករួចហើយយកឈើចាក់ថ្មីមកដោតអំពូមីងនេះអំពូមីងម៉ាក់ខ្ញុំដោតឲ្យស្អាតហើយអំពូមីងឥឡូវម៉ាក់ខ្ញុំមកធ្វើមួយទៀតឲ្យអំពូមីងមើលម្ដងទៀតឥឡូវម៉ាក់ខ្ញុំធ្វើការយកចេកដែលបានខ្ចប់ហើយទាំងអស់ហ្នឹងយកមកអាំងលើជាក្រានខ្ជុងណាអំពូមីងនេះអំពូមីងម៉ាក់ខ្ញុំអាំងហើយប្រែឥឡូវឆ្អិនបាត់អំពូមីងទៅផ្លែតសោះម៉ាក់ខ្ញុំដកឈើចាក់ថ្មីមករួចហើយហែកសំអាំងហ្នឹងអំពូមីងនេះអំពូមីងពណ៌ឡើងតំណងហ្មងហើយឡើងឈ្ងុយស្អាតគួរឲ្យចង់ញ៉ាំមែនតើហ្មងអំពូមីងម៉ាក់ខ្ញុំយកកង្វិតមកកាត់មើលសាច់នំខាងក្នុងខ្ញុំនិយាយថាតំណងគួរឲ្យចង់ញ៉ាំតែម្ដងអំពូមីងនិយាយពីរសជាតិវិញផ្អែមស្រួយស្វិតឡើងឆ្ងាញ់ហ្មងអំពូមីង